ស្ដីបងអញ្ចឹងនេះគេរបៀបconnect ជាមួយនឹងកាមេរ៉ា solar របស់យើងបែបកាមេរ៉ានេះអញ្ចឹងរបៀប connect គឺដូចគ្នាទេគឺខុសតែឈ្មោះឯងអញ្ចឹងបើសិនជាយើងប្រើ model មួយណាគឺយើងដាក់ជាមួយនឹង model មួយហ្នឹងចូលអញ្ចឹង app ដែលត្រូវប្រើប្រាស់ connect ជាមួយនឹងកាមេរ៉ាហ្នឹងគឺ V308 Pro អញ្ចឹងយើងចូលទៅកាន់ app ហ្នឹងមកអញ្ចឹងយើងធ្វើការ log in បើសិនជាបងមាន account ហើយបើបងអត់មាន account ទេយើងធ្វើការ register អញ្ចឹង register យើងចុច click register មកអញ្ចឹងកន្លែងនេះគេឲ្យយើង select ជាមួយនឹង country អញ្ចឹងដោយសារតែនេះគឺវាអត់មានជាមួយនឹង region របស់យើងទេអញ្ចឹងយើង connect មួយណាក៏បានដែរអញ្ចឹងនេះយើងចូលពី Asia មកយើងយក Asia មកអូខេបន្ទាប់មកយើងចុច confirm ដល់កន្លែងនេះគឺគេឲ្យយើងដាក់ជាមួយនឹង Gmail ចូលហើយអញ្ចឹង Gmail របស់បងមួយណាបងដាក់ Gmail មួយនឹងចូលអញ្ចឹងយើងដាក់ Gmail ចូលទៅហើយយើងចុច next ទៅមុខមកបន្ទាប់មកវានឹង send លេខកូដ6ខ្ទង់ទៅកាន់ Gmail របស់យើងអញ្ចឹងយើងគ្រាន់តែចូលទៅកាន់ប្រអប់ mail របស់យើងមកចឹងបន្ទាប់មកវានឹងផ្ញើលេខកូដ6ខ្ទង់ចូលទៅកាន់ mail របស់យើងហើយអញ្ចឹងយើងគ្រាន់តែ claim កូដ6ខ្ទង់ហ្នឹងមកអូខេចឹងយើងបំពេញលេខកូដ6ខ្ទង់ហើយយើងចុច next ចឹងមកដល់កន្លែងនេះគឺគេឲ្យយើង set up ហើយចឹងនេះយើង set up password ចឹង password យើងដាក់ប៉ុន្មានក៏បានដែរអញ្ចឹង password យើងត្រូវដាក់ឲ្យដូចគ្នាទាំងពីរកន្លែងនេះបើមិនជាយើងដាក់ខុសគឺវាអត់ឲ្យដំណើរការទេអញ្ចឹងយើងដាក់ឲ្យត្រូវហើយឲ្យវាមាន load blue tick មួយឬក៏ blue tick ពីរទៅគឺរួចរាល់ហើយកន្លែងនេះអញ្ចឹងយើង confirm ទៅមុខចឹងកន្លែងនេះយើងអាចធ្វើការ set up ទៅពេលថ្ងៃក្រោយយើង click ទៅយើងគ្រាន់តែចុចមកវា load account របស់មកអញ្ចឹង app របស់យើងគឺធ្វើការ sign up រួចរាល់ហើយអញ្ចឹងរបៀប connect ទៀតគឺហៅថាងាយស្រួលអញ្ចឹងយើងគ្រាន់តែចុចសញ្ញាបូកមួយមកហើយបន្ទាប់មកយើងធ្វើការ add camera ឬក៏ search device អញ្ចឹងយើងអាចចុច add camera មកចា៎នេះយើងបើកកំណត់ app នៅក្នុងការប្រើប្រាស់ទាំងអស់គឺយើងអត់ត្រូវខ្វែងវាចោលទេអញ្ចឹងយើង click មកមើលកាមេរ៉ារបស់យើងវិញវាមានជាមួយនឹងវាមានជាមួយនឹង QR របស់វាអូខេអញ្ចឹងយើងយកកន្លែងដែលយើងចុច scan ហ្នឹងហើយយើងសូទៅលើ QR របស់វាអញ្ចឹងវានឹង load device របស់វាមកហើយអញ្ចឹង device code នេះអញ្ចឹងយើងចុចពាក្យថា add device អញ្ចឹងមកដល់កន្លែងនេះគឺរួចរាល់ហើយពេលដែលយើងដាក់ SIM ដាក់អីហើយអស់អញ្ចឹងយើងគ្រាន់តែចុច select ឈ្មោះរបស់វាមកគេហៅថាយើងចង់ដាក់ home ដាក់ office ឬដាក់នៅផ្នែកណាមួយអញ្ចឹងយើងដាក់ home មកឬក៏ចង់ដាក់ឈ្មោះអីក៏បានដែរអញ្ចឹងយើងចុច view device ហើយកន្លែងនេះយើងចុច save ទុកមកហើយនេះខ្ញុំយក all គេចុច exit អញ្ចឹងកាមេរ៉ារបស់យើងគឺដំណើរការអញ្ចឹងយើងអាច control យើងអាចប្រើប្រាស់បានទាំងអស់អញ្ចឹងរបៀប connect គឺអត់ពិបាកទេគឺមានភាពងាយស្រួលទេអញ្ចឹងរបៀបការ connect គឺមានតែប៉ុណ្្នឹងទេអរគុណ